นุគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបក្រោមអន្ទានសំទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមពេងពតនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី10 ខែតុលាឆ្នាំ2025គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន247ហិកតាស្ថិតនៅក្នុងសង្កាត់ចំនួន4នៃក្រុងកំពង់ឆ្នាំងរួមមានសង្កាត់ផ្សារឆ្នាំងសង្កាត់កំពង់ឆ្នាំងសង្កាត់ផ្អៀនិងសង្កាត់ខ្សាមដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ15ហិកតាប៉ុន្តែបច្ចុប្បន្ននេះដីប្រើប្រាស់សម្រាប់ការសាងសង់អស់ 4,5 ហិកតាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានស្ថាបនារួចនិងត្រៀមដាក់ឲ្យប្រើប្រាស់នាពេលនេះមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន 5,400 ម៉ែត្រគូបក្នុងមួយថ្ងៃហើយបានទភាជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋនិងអគារការិយាល័យផ្សេងចំនួន500ទីតាំងនិងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន 1,293 ទីតាំងនិងបណ្ដាញលូមេលូរងតាមលំហូរធម្មជាតិដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាពនិងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាគម្រោងនេះនឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូលនិងបណ្ដាខេត្តជុំវិញរួមទាំងការជួយរំដោះចំនួនទឹកភ្លៀងក្នុងរដូវវស្សានិងការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានអនាម័យល្អសម្រាប់បណ្ដាខេត្តទាំងនោះសូមបញ្ជាក់ដែរថាកម្មវិធីនេះមានការចូលរួមពីឯកឧត្តមស៊ីវរុនប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តលោកអាន់តូនីហ្គីលតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងឯកឧត្តមលោកជំទាវភ្ញៀវកិត្តិយសនិងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប